Quả tháp bạc can tay đi miền Pol Việt tê bởi trong đang từ tầng này chơi bà số mà đánh phúc đánh mai lúc dục ở lúc chui lúc ca không chơi chung chiêm rót phong ប្រជាពលរដ្ឋបានបង្ហាញបង្កាន់ដៃនិស្សិតវាស់វែងនិងច្បាប់ប្រើប្រាស់ដីធ្លីដែលអាជ្ញាធរផ្ដល់ឲ្យពួកគាត់ដើម្បីឆ្លើយតបនឹងសេចក្តីបំភ្លឺរបស់អាជ្ញាធរស្រុកតាំងគោកគម្របបៃឈើដល់ទៅអាហ្នឹងគម្របបៃឈើសិតតែកច្រាំងស្រូវហើយសិតតែស្វាយចន្ទទីអាហ្នឹងគម្របបៃឈើដែរយើងគ្រប់គ្រងដីតែតាមផែនទីរបស់យើងហ្នឹងអញ្ចឹងទេបានខ្ញុំថាឲ្យកាត់ទាំងអស់គឺដីដែលផ្ដល់ឲ្យប្រជាពលរដ្ឋកន្លងទៅរួមមានដីរដ្ឋដែលប្រជាជនបានកាន់កាប់ហើយស្ថិតនៅក្នុងតាំងពីមានដីកាដកហូតអីក៏ដោយគឺថាគាត់ដាំដុះនៅកន្លែងហ្នឹងគាត់នៅកន្លែងហ្នឹងបកគលឲ្យគាត់ទៅខ្ញុំបាននិយាយរហូតដល់ប៉ុណ្ណេះនោះបើក្នុងគណៈបកខ្ញុំបាននិយាយថាដីហ្នឹងដីម៉ែលោកឯងហីបានប្រកាច់ខំទុកទៅអីមិនចែកឲ្យប្រជាជនទៅអាហ្នឹងនិយាយពុទ្ធប្រកាសហ្នឹងប្រកាសមិនឲ្យអ្នកដែលទទួលបន្ទុកខាងក្រែងដីធ្លីដឹងខ្លួនជាមុនផងអស់លោកស្ពាយផែនទីទៅលិចស្ពាយផែនទីទៅកើតគម្របព្រៃឈើដល់ទីចុងបំផុតខ្ញុំទៅចែកប្លង់ដីឲ្យប្រជាពលរដ្ឋនៅកន្លែងគម្របព្រៃឈើក្នុងផែនទីថាអានឹងឈើដល់ទៅជាក់ស្ដែងអានឹងវាលស្រែដែរណា ខេត្តកំពង់ធំប្រជាពលរដ្ឋរស់នៅភូមិគោកត្របែកឃុំស្រឡៅស្រុកតាំងគោកខេត្តកំពង់ធំបានចេញមកអះអាងរៀងខ្លួនដោយបង្ហាញបង្កាន់ដៃនិងពាក្យសុំប្រើប្រាស់កាន់កាប់ដីធ្លីពីអាជ្ញាធរជាច្រើនសន្លឹកនិងចុងសន្លឹករបស់ក្រុមនិស្សិតវាស់វែងក្រោមបទបញ្ជា01ដើម្បីឆ្លើយតបទៅនឹងសេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកតាំងគោកដែលបានបដិសេធលើការផ្សាយព័ត៌មានជុំវិញការហាមឃាត់មិនឲ្យពួកគាត់បង្កើនផលរដ្ឋបាលស្រុកបានបញ្ចេញសេចក្តីបំភ្លឺមួយនៅថ្ងៃទី5ខែកក្កដាឆ្នាំ2026ដោយបញ្ជាក់ថាអាជ្ញាធរគ្រាន់តែអនុវត្តតាមវិធានការទប់ស្កាត់ការទន្ទ្រានដីធ្លីរបស់រដ្ឋនៅក្នុងតំបន់3ដែលមិនត្រូវបានកាត់ឆ្កៀលប៉ុណ្ណោះហើយអាជ្ញាធរស្រុកបានសង្កត់ធ្ងន់ថាការហាមឃាត់នេះប៉ះពាល់ពលរដ្ឋតែ35គ្រួសារលើផ្ទៃដីជាង100ហិកតាហើយអ្នកដែលចូលរួមតវ៉ាមួយចំនួនមិនមែនជាអ្នកភូមិគោកត្របែកនោះឡើយទោះជាយ៉ាងណាក៏ដោយក្រមប្រជាពលរដ្ឋបានច្រានចោលការលើកឡើងរបស់អាជ្ញាធរដោយបានបង្ហាញភស្តុតាងជាបង្កាន់ដៃធ្លាប់វាស់វែងកន្លងមកនិងលិខិតកាន់កាប់ប្រើប្រាស់ដីធ្លីពីអាជ្ញាធរឃុំស្រុកបញ្ជាក់ថាពួកគាត់ពិតជាបានអាស្រ័យផលលើដីស្រែចាស់នោះជាច្រើនឆ្នាំមកហើយមិនមែនជាអ្នកទើបមកទន្ទ្រានថ្មីថ្មោងឬជាអ្នកមកពីតំបន់ផ្សេងដោយការចោទប្រកាន់នោះទេបើសិនជាមានការទន្ទ្រានកាន់កាប់ថ្មីរដ្ឋដកយកវិញចោះពួកគាត់មិនថាអ្វីឡើយលោកសៅសុកលៀងមេភូមិគោកត្របែកបានបញ្ជាក់ថាប្រជាពលរដ្ឋដែលរងផលប៉ះពាល់និងចេញមុខតវ៉ានោះគឺជាពលរដ្ឋដែលរស់នៅក្នុងភូមិគោកត្របែកចំនួន84គ្រួសារនិង22គ្រួសារទៀតមកពីភូមិគោកអណ្ដែតភូមិទាំងពីរនោះកន្លងមកគឺជាភូមិតែមួយនោះទេដោយសារពលរដ្ឋមានចំនួនច្រើនទើបបំបែកភូមិលោកបានសង្កត់ធ្ងន់ថាការបង្កើនផលរបស់ពួកគាត់គឺធ្វើឡើងនៅលើផ្ទៃដីស្រែចាស់ដែលមានទីតាំងយូរណាស់មកហើយមិនមានប្រជាពលរដ្ឋណាម្នាក់ទៅកាន់កាប់ទន្ទ្រានដីព្រៃថ្មីរបស់រដ្ឋដោយការលើកឡើងនោះទេថែមទាំងមានបង្កាន់ដៃដែលក្រុមនិស្សិតចោះមកវាស់វែងជូនគ្រប់គ្នាថែមទៀតផងចំណែកឯលោកមេឃុំស្រឡៅបានបញ្ជាក់ថាលោករាយការណ៍ឲ្យម្ដងហើយគឺខាងអាជ្ញាធរទន្លេសាបគេបោះបង្គោលហាមឃាត់ដីដែលបោះបង្គោលមិនអាចចូលធ្វើបានទេហើយដីនៅសល់ប៉ុន្មានក៏ធ្វើប៉ុណ្ណឹងទៅចំពោះរឿងដែលថាក្រុមនិស្សិតបានចោះវាស់វែងឲ្យបង្កាន់ដៃនោះលោកបានបញ្ជាក់ថាកន្លងទៅពេលនិស្សិតចោះវាស់វែងមែនបានបង្កាន់ដៃមិនបានបង្កាន់ដៃលោកក្តាប់មិនបានទេលោកបានបញ្ជាក់ថាការវាស់វែងនិងបោះបង្គោលនឹងគឺបោះបង្គោលទៅប៉ុន្តែខាងអាជ្ញាធរទន្លេសាបគាត់សម្រេចឲ្យតែប៉ុណ្្នឹងទេហើយលោកក៏មិនបានដឹងរឿងអ្នកបានបង្កាន់ដៃឬមិនបាននោះដែរព្រោះពេលនិស្សិតចោះវាស់វែងគឺលោកបានឲ្យក្រុមប្រឹក្សាអ្នកចោះទៅធ្វើការជាមួយក្រុមនិស្សិត
បច្ចុប្បន្នក្រមប្រជាពលរដ្ឋនៅតែបន្តទទូចសុំកិច្ចអន្តរាគមន៍ពីសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាដើម្បីជួយដោះស្រាយនិងផ្ដល់សិទ្ធិអាស្រ័យផលលើដីស្រែចាស់របស់ពួកគាត់ឡើងវិញសារព័ត៌មានយើងមិនអាចសុំការបកស្រាយបន្ថែមពីអ្នកនាំពាក្យរដ្ឋបាលស្រុកតាំងគោកបាននៅឡើយទេជុំវិញបញ្ហាបង្កាន់ដៃដីធ្លីដែលពលរដ្ឋយកមកបង្ហាញនេះបាននៅឡើយទេគិតត្រឹមម៉ោងផ្សាយនេះអង្គភាពសារព័ត៌មានយើងខ្ញុំនឹងរងចាំការបំភ្លឺនិងបកស្រាយបន្ថែមពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេលនិងម៉ោងធ្វើការសូមអរគុណ